ការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងនៅទីបំផុតកងទ័ពកម្ពុជាថៃបានបើកការវាយប្រហារគ្នាយ៉ាងខ្លាំងក្លានៅតាមខ្សែបន្ទាត់ព្រំដែនចាប់តាំងពីភូមិសាស្ត្រខេត្តឧត្តរមានជ័យតំបន់មុខ3រហូតដល់ខេត្តព្រះវិហារការផ្ទុះអាវុធរវាងកម្ពុជានិងថៃដែលផ្ដើមមុនដោយភាគីថៃបានកំពុងបន្តនៅប្រាសាទតំបន់និងតំបន់ខ្ញុំនឹងប្រជាពលរដ្ឋថៃក៏មានការមិនសប្បាយចិត្តជាមួយនឹងសភាពការដែលបានកើតឡើងតែធ្វើឲ្យប្រជាពលរដ្ឋថៃនៅបណ្ដាជាស្គាល់មកបណ្ដាព្រះវិហារជួបការលំបាកអំពីជីវភាពគំលាបើទៅច្បាំងងន់កមាយំមើលថែខ្លួនផងលះបងគឺដើម្បីមុំតបយើងសាមគ្គីរឹងមាំឈិននៅលើព្រំខ្មាំងរត់ខ្ទេចខ្ទីដកថយពេលយើងជួបជុំបងមានឱកាសពេលដែលបន្លាទីពួកយើងសាមគ្គីពេលនៅក្នុងព្រៃអូនឯងតុងពេលដើម្បីឲ្យបងលេងតួខុងឬត្រូវក៏នៅតែមានន័យចង់ប្រឆាំងជីវិតជាមួយនឹងព្រេងវាសនាកលាដើរត្រឹងនៅលើផ្លូវដូនតាបូជាឈាមស្រស់ដើម្បីទឹកដីខេមរាបើជីវិតបងថ្លៃបងវិលវិញក៏ន័យថា Feeling so good when I'm back home អូនញញឹមស្រស់មើលមិនស្រស់ពូនបើបងឈ្នះព្រះនៅលើក្បូនមានតែភូមិសុកសានមកមិនតន់សូនខ្មាំងចូលឡើងពតបាញ់គ្រាប់តែជីវិតថ្លៃតបយើងស្ងាត់មាត់បាញ់វិញដួលនៅលើដីមានក្រុមទីធានថៃមួយក្រុមបានឆ្លៀនពៀនយ៉ាងបំភ្លឺចូលក្នុងដែនរដ្ឋបតីភាពរបស់កម្ពុជាអត់ឃើញនៅទីនេះទេក៏ប៉ុន្តែគេយកទ្រូងរបស់គេដាក់ទ្រូងរបស់គេទៅការពារប្រជាពលរដ្ឋយើងអង្គុយសុកនៅទីនេះកងយុទ្ធពលខេមរៈភូមិន្ទ វាបើទៅច្បាំងងន់កមាយំមើលថែខ្លួនផងលះបងគឺដើម្បីមុំតបយើងសាមគ្គីរឹងមាំឈិននៅលើព្រំខ្មាំងរត់ខ្ទេចខ្ទីដកថយពេលយើងជួបជុំពេលយើងជោគជ័យដេញខ្មាំងខ្ចាក់ខ្ចាយចង់មកលួចដីឆ្លៀនពៀនកម្ពុជាពួកអាសាទព្រៃប្រវត្តិសាស្ត្រជ្រាំដែរពួកអាសាទថៃក៏ยังបានជោគជ័យព្រោះតែខ្លាំងក្លាប្រជាជនរួមដៃពួកយ៉ាងតវ៉ាខ្មែរយើងពួតដៃពិតជាអស្ចារ្យមានសំណាងមកវិញជួបជីវ៉ាអូនឯងបើកទ្វារឲ្យបងផងមកនឹកស្នេហ៍ស្នងកន្លងមកជាយូរតស៊ូច្រើនខែបងដេកនៅក្នុងព្រៃអាឡោអាឡៃជីវិតជាដៃគូទាំងតែអូននឹករលឹកចាំបាយចាំផ្លូវបងត្រឡប់មកចិត្តកាយបនព្រះរាល់ថ្ងៃដើម្បីឲ្យបងស្បើយទាំងដល់ម៉ែថ្លៃបងបានត្រឡប់ហើយអូនអើយ